ចឹងយើងត្រូវលួចឆ្មានាំសំណាងនោះយកមកទុកនៅផ្ទះយើងចៅឯងនឹងឆ្មានោះអស់និស័យនឹងគ្នាហើយងើបមកភ្លាមនោះតាចាស់ដែលដេកដួលនៅលើដីស្អែកឡើងបុប្ផាដាក់បាយឲ្យឆ្មាហើយក៏រៀបចេញទៅផ្សារតែនាងក៏ឮសំឡេងឆ្មាយំនាងក៏ងាកមកមើលក៏បានឃើញថាជាឆ្មាសដែលយំឆ្មាសយំមានន័យថាថ្ងៃនេះមានសំណាងហើយបុប្ផាក៏ចេញទៅផ្សារទាំងសប្បាយចិត្តមកដល់ផ្សារបុប្ផាក៏រៀបបន្លែដាក់លក់តាមធម្មតាឈរលក់បានបន្តិចក៏មានសេដ្ឋីមកពីណាមិនដឹងមករកទិញចេកនៅក្នុងផ្សារនេះតែគេដើររកទិញពេញផ្សារហើយគ្មានអ្នកណាមានលក់សោះក្រៅពីបុប្ផាសេដ្ឋីនោះក៏ទិញចេកពីបុប្ផាទាំងអស់ហើយឲ្យតម្លៃគុណនឹង10ម៉ែមិនក៏នាងបុប្ផាវាសំណាងម្លេះម្សិលមិញចៅចូលផ្សារវាមិនមកលក់ទេតែថ្ងៃនេះក៏មានសេដ្ឋីមកទិញចេកវាឲ្យតម្លៃគុណនឹង10ទៀតធីរីនិងមីងជៀនដែលលក់ត្រីនៅក្បែរនោះបានឃើញហើយក៏នាំគ្នាលួចនិយាយដើមបុប្ផានិងធ្វើមុខមាំពេបមាត់ដាក់បុប្ផាម៉ែមិនដឹងបើសិនជាដឹងថាសេដ្ឋីនោះមកទិញចេកឲ្យតម្លៃថ្លៃអញ្ចឹងម៉ែទៅរកចេកយកមកលក់ដែរហើយអើយស្ដាយណាស់ម៉ែកូនទាំងពីរច្រណែននឹងបុប្ផាតែមិនអាចធ្វើអ្វីបានត្រឹមធ្វើមុខពេបដាក់បុប្ផាថ្ងៃនេះលក់អស់លឿនណាស់ខ្ញុំទៅផ្ទះមុនហើយណាមីងកុំធ្វើមុខអញ្ចឹងអីមុខមីងទោះមិននិយាយក៏គេដឹងដែរថាមីងច្នៃនឹងខ្ញុំកុំច្នៃអីខ្ញុំមិនបានទៅអូកគេឲ្យមកទិញខ្ញុំឯណាគេអ្នកមកទិញនឹងឲ្យតម្លៃខ្ពស់ដល់ខ្លួនឯងបើមីងចង់ខឹងទៅខាងសេដ្ឋីនោះទេដែលគេមិនទិញត្រីមីងនិយាយឌឺឲ្យមីងជាតិនឹងធីរីហើយបុប្ផាក៏ដើរចេញទៅហើយក៏បានទិញយកសាច់ខ្លះសម្រាប់ឆ្មាទៅផ្ទះវិញផងដែរខ្ញុំមកផ្ទះវិញហើយកូនឆ្មាតូចថ្ងៃនេះខ្ញុំលក់បានចំណេញច្រើនណាស់ខ្ញុំក៏បានទិញសាច់យកមកធ្វើម្ហូបឆ្ងាញ់ៗឲ្យពួកឯងផងដែរពួកឯងចាំសិនទៅណាខ្ញុំទៅធ្វើបាយម្ហូបសិនមួយខែកន្លងផុតទៅតាំងពីបុប្ផាបានយកឆ្មាសខ្មៅនោះមកចិញ្ចឹមនាងតែងតែបានដឹងរឿងជាមុនរឿងល្អនិងរឿងអាក្រក់ដែលនឹងកើតឡើងហើយនាងក៏តែងតែបានគេចផុតពីរឿងអាក្រក់ផងដែរម៉ែគិតដូចខ្ញុំទេនាងបុប្ផាវាចម្លែកណាស់ឥឡូវវាតែងតែទទួលបានសំណាងប្លែកហើយវាតែងតែគេចផុតពីរឿងអាក្រក់រហូតម៉ែឆ្ងល់ដូចជាខ្ញុំទេម៉ែក៏ឆ្ងល់ដែរនាងបុប្ផាវាបានតែធ្វើស្អីបានជាវាគេចផុតពីរឿងអាក្រក់រហូតអញ្ចឹងវាចិញ្ចឹមខ្មោចទេដឹងម៉ែបានជាវាគេចផុតរហូតដូចជាមានអ្នកប្រាប់ឲ្យដឹងមុនម៉ែមិនដឹងនោះទេយើងទៅមើលវាទៅអីម៉ែចង់ដឹងណាថាវាមានចិញ្ចឹមខ្មោចឬអត់ឬក៏មានរបស់ល្អអ្វីបានជាវាគេចផុតគ្រោះរហូតអញ្ចឹងចាំស្អែកចាំយើងទៅលួចពួនមើលវាថាវាមានអ្វីជួយមែនឬអត់ម៉ែក៏ចង់ដឹងដែរនៅនងនេះស្អែកបេះយកទៅលក់បានហើយចាំងើបបេះពីព្រឹកវិញបានស្រស់ល្អបុប្ផាកំពុងមើលដំណាំនៅជុំវិញផ្ទះសុកឆ្មាសខ្មៅក៏ដើរមកជិតបុប្ផាហើយក៏យំដំណើរគ្នាឆ្មាទាំងពីរនេះយំដំណើរគ្នាបានន័យថាវាអាចនឹងមានរឿងអាក្រក់ផងរឿងល្អផងដូចនេះខ្ញុំត្រូវតែប្រយ័ត្នកុំចេញទៅក្រៅផ្ទះអីបុប្ផាក៏បន្តមើលដំណាំបន្តទៀតបន្តការងារបានបន្តិចនាងក៏ឈប់ព្រោះមានបរិសម្នាក់មានសភាពដូចជាអ្នកសុំទានមានសម្លៀកបំពាក់រជីរជីដើរចូលមកសុំទឹកនាងផឹងម្ចាស់ផ្ទះឲ្យខ្ញុំសុំហូបទឹកបន្តិចមកខ្ញុំស្រេកទឹកខ្លាំងណាស់បុប្ផាគិតបន្តិចថាគួរជួយឬអន់នាងខ្លាចថាបរិសនេះនឹងអាចធ្វើបាបនាងបរិសនេះអាចជាចៅប្លន់ក៏ថាបានលោកមកពីណាមិនក៏ស្រែកឃ្លានបែបនេះខ្ញុំត្រូវបានចោលប្លន់ពេលដែលកំពុងទៅធ្វើដំណើរមកភូមិនេះពេលនេះខ្ញុំស្រេកទឹកណាស់ខ្ញុំសុំអាហារនិងទឹកគេអស់ច្រើនផ្ទះណាស់មកហើយតែគ្មានអ្នកណាគេឲ្យខ្ញុំទេហើយថែមទាំងនាំគ្នាដេញខ្ញុំចាញ់និងវាយខ្ញុំទៀតគេខ្លាចខ្ញុំគ្រប់គ្នាសូមនាងជួយខ្ញុំផងទេហើយចុះលោកមកពីណាវិញ
មិនក៏ធ្វើដំណើរមកភូមិនេះ ខ្ញុំនៅឯភូមិមួយទៀតក្បែរភូមិនេះដំបូងខ្ញុំគិតតែចង់ដើរលេងតាមភូមិផ្សេងតែមិនទាន់បានមកដល់ភូមិនេះផងក៏ត្រូវបានពួកចៅប្លន់យកទ្រព្យអស់ពេលនេះខ្ញុំឃ្លានណាស់ខ្ញុំអត់អាហារ3ថ្ងៃឯទឹកខ្ញុំអាចរកផឹកតាមផ្លូវបានខ្លះសូមនាងមេត្តាឲ្យទឹកខ្ញុំហូបផង បុប្ផាគិតបន្តិចថាគួរជួយឬអន់នាងមិនទាន់ឆ្លើយជាមួយបរិះនោះទេព្រោះខ្លាចមានគ្រោះថ្នាក់ ខ្ញុំសូមវរនាងសូមអាណិតខ្ញុំផងទេពេលខ្ញុំមានកម្លាំងត្រឡប់ទៅផ្ទះវិញខ្ញុំនឹងសងគុណនាងវិញ បុប្ផាគិតបន្តិចចុងក្រោយដោយអាណិតបរិះនោះពេកនាងក៏ព្រមជួយណាស់ហើយចាយ៉ាងម៉េចក៏យ៉ាងម៉េចទេមើលតែគេគួរអាណិតណាស់ជួយសិនហើយសំកិតទៀនបុប្ផាក៏ដើរទៅយកទឹកមកឲ្យបរិះនោះហូបលោកចូលមកអង្គុយលើគ្រែនេះសិនមកខ្ញុំរកបាយទឹកឲ្យហូបវិចិត្រក៏ដើរទៅអង្គុយលើគ្រែមុខផ្ទះរបស់បុប្ផានេះតាំងលោកហូបទឹកសិនតែបើមិនឆ្អែតខ្ញុំយកឲ្យថែមទៀតបុប្ផាក៏ហុចទឹកឲ្យវិចិត្រហូបវិចិត្រក៏ទទួលយកទឹកនោះមកហូបអស់ហើយក៏និយាយ ឲ្យខ្ញុំសុំទឹកថែមបន្តិចទៀតបានទេព្រោះខ្ញុំស្រេកខ្លាំងណាស់ មិនអីទេលោកអង្គុយចាំលើគ្រែនេះហើយចាំខ្ញុំទៅយកទឹកនិងបាយម្ហូបយកមកឲ្យបុប្ផាក៏ដើរទៅយកបាយម្ហូបនិងទឹកយកមកឲ្យវិចិត្រហូប ខ្ញុំអរគុណហើយខ្ញុំនឹងមិនភ្លេចគុណនេះទេពេលខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំនឹងមកសងគុណនាងវិញនាងពិតជាមានចិត្តល្អណាស់អ្នកផ្សេងគេមិនហ៊ានឲ្យទឹកខ្ញុំផឹកផងតែនាងពិតជាមានចិត្តជ្រះថ្លាណាស់ ដំបងខ្ញុំក៏មិនចង់ជួយដែរតែមិនដាច់ចិត្តឃើញលោកដូចជាស្រីឃ្លានពេកក៏ដាច់ចិត្តជួយតែបើមានរឿងអ្វីចាំដោះស្រាយតាមក្រោយ តែយ៉ាងណាក៏នៅតែមានចិត្តល្អជាងគេដែរ កុំអាននិយាយអីឆាប់ហូបឲ្យឆ្អែតតែពេលហូបរួចលោកគិតទៅណាទៀត ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ អញ្ចឹងចាំខ្ញុំទៅខ្ចប់បាយទឹកទុកឲ្យលោកហូបតាមផ្លូវកុំឲ្យឃ្លាន អរគុណច្រើនហើយ បុប្ផាក៏ទៅខ្ចប់បាយទឹកទុកឲ្យវិចិត្រយកទៅហូបតាមផ្លូវខ្ចប់រួចនាងក៏យកមកឲ្យវិចិត្រខ្ញុំមិនដឹងថាផ្ទះលោកទៅដល់ណាទេខ្ញុំបានត្រៀមបាយទឹកឲ្យលោកច្រើនគួរសមដែរមានត្រីឆ្អើរនិងផ្លែឈើខ្លះលោកអាចទុកហូបតាមផ្លូវបាន ខ្ញុំមិនដឹងจะត្រូវអរគុណយ៉ាងណាឲ្យសមទេពេលខ្ញុំទៅដល់ផ្ទះខ្ញុំនឹងត្រឡប់មកសងនាងវិញ មិនអីទេមិនបាច់សងអីទេបើដល់ផ្ទះបានសុខហើយកុំមកវិញអីក្រែងបានជួបនឹងពួកចៅទៀនអ្នកទាំងពីរនៅនិយាយគ្នាលេងបានបន្តិចវិចិត្រក៏ហូបបាយហើយក៏លាបុប្ផាចេញទៅស្អែកឡើងបន្ទាប់ពីមកពីលក់ដូរនៅផ្សារហើយបុប្ផាក៏មកផ្ទះវិញហើយធ្វើការងារតាមធម្មតារីឯមីងជាតិនិងធីរីក៏មកពួនចាំមើលបុប្ផានៅក្បែរផ្ទះនាងអើយហត់ណាស់សម្រាប់បន្តិចសិនធ្វើការងារដាំដំណាំហត់ពេកបុប្ផាក៏មកអង្គុយសម្រាកនៅគ្រែកូនឆ្មាទាំងពីរក៏ដើរមកជិតបុប្ផានាងក៏លើកពួកវាយកមកអោបបានបន្តិចក៏មានអ្នកមករកបុប្ផាក៏ចេញទៅមើលក៏បានឃើញថាវិចិត្រជាបរិះដែលនាងបានឲ្យបាយហូបកាលពីម្សិលមិញតែថ្ងៃនេះវិចិត្រគេបានស្លៀកពាក់យ៉ាងសង្ហាលោកម្រងអ្នកណាដែរ ខ្ញុំមកសងគុណនាងវិញខ្ញុំបាននិយាយប្រាប់ហើយតាថាបើសិនជាខ្ញុំបានទៅដល់ផ្ទះវិញខ្ញុំនឹងត្រឡប់មកសងគុណនាងវិញម្សិលមិញពេលខ្ញុំធ្វើដំណើរទៅផ្ទះខ្ញុំក៏បានជួបអ្នកបម្រើខ្ញុំនៅតាមផ្លូវពួកគេបានយករទេះសេះមកតាមរកខ្ញុំព្រោះខ្ញុំបានអស់ជាច្រើនថ្ងៃខ្ញុំក៏បានជិះរទេះសេះទៅជាមួយពួកគេវិញទើបបានដល់ផ្ទះលឿនអញ្ចឹងហើយខ្ញុំក៏បញ្ញាប់មករកនាងវិញ វិចិត្រក៏បានដកយកមាសមួយស្បោងធំយកមកឲ្យបុប្ផានេះជាអ្វី នេះជាមាសដែលខ្ញុំយកមកសងគុណនាង មិនបាច់ទេនេះវាច្រើនពេកហើយខ្ញុំគ្រាន់តែឲ្យបាយទឹកលោកទេលោកកុំសងខ្ញុំវិញច្រើនចឹងអីលោកយកទៅខ្លួនឯងទៅលោកឲ្យខ្ញុំអស់អញ្ចឹងលោកបានអីទិញអីហោ នាងកុំបារម្ភអីខ្ញុំគឺជាកូនសេដ្ឋីដែលនៅក្បែរភូមិនេះខ្ញុំមានទ្រព្យចាយមិនអស់ទេនាងទទួលយកទៅព្រោះនាងជាមនុស្សល្អស័ក្តិសមនឹងទទួលវាហើយទាំងនេះគ្រាន់តែជារបស់ជួបមុខគ្នាទេ
ខ្ញុំបានសុំពុកឲ្យចូលស្ដីទៅដឹងនាងហើយព្រោះខ្ញុំពេញចិត្តមនុស្សស្រីដែលមានសន្តានចិត្តល្អដូចជានាងណាស់នាងព្រមធ្វើជាប្រពន្ធខ្ញុំទេ អើមាសនេះខ្ញុំអាចទទួលយកបានតែរឿងស្ដីដណ្ដឹងខ្ញុំសុំគិតមើលសិនព្រោះយើងទៅតែស្គាល់គ្នាទេ អញ្ចឹងនាងគិតមើលសិនចុះខ្ញុំនឹងស្នាក់នៅក្នុងភូមិនេះសិនរហូតដល់នាងព្រមរៀបការជាមួយខ្ញុំ និយាយជាមួយបុប្ផាហើយវិចិត្រក៏ដើរចេញទៅឯបុប្ផាក៏លើកឆ្មាពីក្បាលនោះយកមកអោបហើយនិយាយពួកឯងនេះពិតជានាំសំណាងឲ្យខ្ញុំច្រើនណាស់ឯងជួយឲ្យខ្ញុំកិច្ចផុតពីរឿងអាក្រក់នានាឯងពិតជាទ្រព្យដ៏មានតម្លៃរបស់ខ្ញុំហើយកូនឆ្មាតូចមីងជាតិនិងធីរីដែលពូននៅគុំស្មៅក្បែរផ្ទះបុប្ផាក៏បានឮបុប្ផានិយាយហើយអ្នកទាំងពីរក៏និយាយគ្នាម៉ែបានឮទេវាថាឆ្មាសខ្មៅនោះហើយដែលនាំសំណាងឲ្យវាអើម៉ែឮហើយម៉ែខ្ញុំចង់បានប្តីជាសេដ្ឋីដែរអញ្ចឹងយើងត្រូវលួចឆ្មានាំសំណាងនោះយកមកទុកនៅផ្ទះយើងឆ្មានោះប្រហែលជាឆ្មាដែលជុំហៅលៀបចូលផ្ទះហើយចាំស្អែកចាំយើងរកវិធីយកឆ្មានេះទៅផ្ទះយើងឲ្យឆ្មាពីក្បាលនេះវាយំហៅលៀបចូលផ្ទះយើងគិតគ្នាហើយមីងជាតិនិងធីរីក៏នាំគ្នាត្រឡប់ទៅផ្ទះវិញស្អែកឡើងថ្ងៃថ្មីមកដល់មីងជាតិនិងធីរីក៏នាំគ្នាមកផ្ទះបុប្ផាដើម្បីលួចយកឆ្មាបុប្ផានៅផ្ទះអត់នឹងបុប្ផានៅក្រៅផ្ទះឮគេស្រែកហៅក៏ដើរមកមើលនៅមុខផ្ទះមីងជាតិមករកអីមែនមីងមករកទិញដំណងចម្លែកម្លេះរកដងតែផ្ទះខ្ញុំមីងមិនចង់ចូលផងថ្ងៃនេះគិតអីបានជិះមកទិញដំណងនៅផ្ទះខ្ញុំគ្មានអីទេមីងឃើញដំណងក្មួយល្អអើយក្មួយកុំនិយាយអញ្ចឹងមើលមីងមានដែរស្អប់ក្មួយពីពេលណាមកក្មួយកុំគិតថាមីងស្អប់ក្មួយអីហើយចោះមីងចង់ទិញប្រមាណផ្លែមីងចង់ទៅមើលសិនបើមានអាល្អច្រើនមីងនឹងទិញច្រើនឯងនាំមីងទៅមើលបន្តិចសិនទៅអញ្ចឹងក៏បានមីងមកតាមខ្ញុំមកខ្ញុំដាំនៅក្រៅផ្ទះម៉ែទៅខ្ញុំមិនទៅទេខ្ញុំនៅចាំនៅផ្ទះនេះតោះបុប្ផាជូនមីងទៅម្នាក់ឯងបានហើយឲ្យធីរីនឹងអង្គុយចាំនៅមុខផ្ទះនេះហើយបុប្ផាក៏នាំមីងជាតិទៅបេះផ្លែដំណងនៅក្រៅផ្ទះឯធីរីបានឱកាសល្អក៏ចូលទៅលួចលបយកឆ្មាហើយរត់ទៅផ្ទះខ្លួនបាត់ទៅមីងជាតិនិងបុប្ផាបេះដំណងរួចក៏មកវិញមិនបានឃើញធីរីបុប្ផាក៏ឆ្ងល់ហើយកូនមីងទៅណាបាត់ហើយប្រហែលជាវាទៅផ្ទះមុនហើយទៅដឹងមិនចឹងមីងទៅដែរហើយណាមីងជាតិក៏ចេញទៅយ៉ាងលឿនបាត់ទៅពីអ្នកម៉ែកូននេះដូចជាចម្លែកដល់ហើយរអ៊ូម្នាក់ឯងហើយបុប្ផាក៏បន្តការងារមើលថែទាំដំណាំតទៅទៀតរហូតដល់ល្ងាចទើបនឹកឃើញទៅដាក់បាយឲ្យឆ្មាតែក៏បាត់ឆ្មារកមិនឃើញនាងក៏ស្រែកយំកូនឆ្មាឯងនៅណាចេញមកឯងទៅណាបាត់ហើយតើឲ្យយើងទៅរកឯងនៅណាទៅបុប្ផាស្រែកយំយ៉ាងលឺដើររកឆ្មាជុំវិញផ្ទះគ្រប់កន្លែងនាងនៅតែរកមិនឃើញបានត្រឹមអង្គុយយំភ្លាមនោះលោកតាដើមឈើក៏បង្ហាញខ្លួនចៅយំរឿងអីមិនក៏យំខ្លាំងម្ល៉េះលោកតាជួយខ្ញុំផងកូនឆ្មាដែលលោកតាឲ្យខ្ញុំនោះវាបាត់តាណាក៏មិនដឹងទេខ្ញុំរកវាមិនឃើញសោះកុំយំអីវាមិនកើតអីទេចៅឯងនឹងឆ្មានោះអស់និស្ស័យនឹងគ្នាហើយចៅក៏ផុតគ្រោះអស់ហើយដែរបើចៅអស់គ្រោះហើយឆ្មានោះក៏មិនដឹងនៅជាមួយចៅធ្វើអីទៀតដែរមិនអញ្ចឹងតែខ្ញុំចង់ឲ្យវានៅជាមួយខ្ញុំតទៅទៀតឆ្មានោះមកនៅជាមួយចៅព្រោះថាចង់ជួយមនុស្សដែលមានចិត្តល្អដូចជាចៅឲ្យផុតគ្រោះពេលចៅផុតគ្រោះអស់ហើយវាក៏អស់តួនាទីដែរអញ្ចឹងពេលនេះវានៅឯណាវាបានទៅនៅជាមួយនឹងម្ចាស់ថ្មីហើយ
ហើយអ្នកដែលយកឆ្មានោះទៅក៏មិនប្រកាសថាមានរឿងល្អទាំងអស់គ្នាដែរគឺវាសម្រេចទៅលើទង្វើបើសាងអាក្រក់បានអាក្រក់ដូចចៅសាងល្អនឹងបានផលល្អចៅគួរតែឆាប់រៀបការជាមួយកូនសេដ្ឋីនោះទៅណាព្រោះគេជាមនុស្សល្អអាចជួយចៅបានហើយអ្នកទាំងពីរក៏មាននិស្ស័យនឹងគ្នាដែរតាមមកប្រាប់តែប៉ុណ្្នឹងទេ និយាយហើយលោកតាដើមឈើក៏បាត់ខ្លួនបាត់ទៅរីឯបុប្ផាក៏កាត់ចិត្តរឿងកូនឆ្មាហើយក៏ងូតទឹកហូបបាយហើយក៏ចូលទៅសម្រាកបាត់ទៅស្អែកឡើងបន្ទាប់ពីយកឆ្មាសខ្មៅនោះមកផ្ទះហើយពីរអ្នកម្ដាយកូនមិននាំគ្នាទៅលក់ដូរទេនាំគ្នាអង្គុយចាំមើលឆ្មាយំម៉ែមិនក៏ឆ្មានេះវាមិនយំអញ្ចឹងម៉ែមិនដឹងទៅប្រហែលជាលៀបមិនទាន់មកដល់ទេដឹងមិនក៏យូរម្លេះប្តីសេដ្ឋីរបស់ខ្ញុំដឹងកាលណាមកទេយូរដល់ហើយអើយមកពីវាឃ្លានបាយទីដឹងបានជាវាមិនជុំអញ្ចឹងកូនឯងទៅយកបាយយកមកឲ្យវាស៊ីបន្តិចមកធារីក៏ទៅយកបាយយកមកដាក់ឲ្យឆ្មានោះស៊ីឆ្មាទាំងពីរស៊ីឆ្អែតហើយក៏នៅតែមិនយំទៀតហើយមើលទៅវាយំមកអត់ថ្ងៃហ្នឹងរអ៊ូបានបន្តិចឆ្មាទាំងពីរក៏បានយំដំណើរគ្នាម៉ែហាងវាយំហើយវាយំទាំងពីរអញ្ចឹងច្បាស់ជាលៀបធំហើយម៉ែល្អណាស់ច្បាស់ជាមានលៀបធំហើយយំទាំងពីរក្បាលអញ្ចឹងអ្នកទាំងពីរអង្គុយចាំបន្តិចក៏មានអ្នកមកស្រែកនៅមុខផ្ទះអើយម៉ែប្តីសេដ្ឋីរបស់ខ្ញុំមកហើយអូយឆាប់ទៅកូនទៅទទួលទៅកូនអ្នកទាំងពីរចេញទៅទាំងត្រេកអរតែមកដល់ក៏បានជួបអ្នកស្រែកហៅហើយក៏អស់សង្ឃឹមហើយក៏ខឹងភ្លាមព្រោះអ្នកដែលបានជួបនោះជាតាចាស់ម្នាក់មានរូបរាងដូចអ្នកសុំទានរយៈក្លិនស្អុយតាចំណាស់នេះគឺជាបិសាចចចកដែលបានក្រឡាខ្លួនមកដើម្បីសាកចិត្តមនុស្សបើអ្នកណាធ្វើល្អដាក់គេនឹងជូនមាសពេជ្រយ៉ាងច្រើន អ្នកទាំងពីរខ្ញុំសូមបាយហូបបន្តិចមកខ្ញុំឃ្លានណាស់ខ្ញុំអត់បាយជាច្រើនថ្ងៃមកហើយអូយណែតាទៅឲ្យឆ្ងាយពីផ្ទះខ្ញុំទៅអូយនៅមកសុំស្អីខ្ញុំគ្មានបាយឲ្យតាទេចេញទេខ្ញុំសុំបាយហូបតាមបន្តិចក៏បានដែរព្រោះខ្ញុំពិតជាឃ្លានខ្លាំងណាស់និយាយមិនចេះស្ដាប់គ្នាទេមែនខ្ញុំថាឲ្យខ្ញុំគ្មានទេចេញទៅកុំមកឈរមុខផ្ទះខ្ញុំបន្តិចទៀតណាមានសេដ្ឋីមកដណ្ដឹងខ្ញុំហើយចេញទៅកុំនៅឲ្យទៅមកខ្ញុំសុំទឹកហូបបន្តិចក៏បានបើអ្នកជួយខ្ញុំនឹងសងគុណអ្នកវិញណែតាបើថាអាចសងគុណខ្ញុំបានអញ្ចឹងរកអីហូបខ្លួនឯងទៅកុំមកសុំខ្ញុំធ្វើស្អីចេញទៅបិសាចចចក៏ដើរទៅជិតហើយចាប់ដៃធារីសុំបាយហូបអូយដកដៃចេញតាអើយតាឯងស្អុយណាស់អូយនិយាយហើយធារីក៏រុញតាចាស់នោះដួលអើយចេញទៅខ្ញុំមិនឲ្យតាឯងស៊ីទេបើមានបាយណាខ្ញុំទុកឲ្យឆ្កែឆ្មាស៊ីវិញបើអ្នកទាំងពីរជួយខ្ញុំនឹងសងគុណអ្នកវិញយ៉ាងស័ក្តិសមតែបើអ្នកធ្វើអាក្រក់ដាក់ខ្ញុំអ្នកក៏នឹងទទួលបានបាបយ៉ាងស័ក្តិសមដែរតាឯងមានអីមកសងខ្ញុំហើយបើខ្ញុំមិនជួយតាឯងតែឯងចង់ធ្វើអីខ្ញុំមិនត្រឹមតែមិនជួយទេខ្ញុំនឹងវាយតាឯងទៀតកុំឲ្យមកនិយាយស្ដីឌឺដងជាមួយនឹងខ្ញុំមីងជាតិនិងធារីក៏នាំគ្នាវាយទាត់ធាក់បិសាចចចកដែលក្រឡាខ្លួនជាតាចាស់នោះយ៉ាងចាស់ដៃមិនហើយឥឡូវនេះខ្ញុំមិនត្រឹមតែមិនជួយតាឯងទេខ្ញុំថែមទាំងវាយតាឯងទៀតតាឯងធ្វើស្អីខ្ញុំបានហាចង់វាយខ្ញុំមិនមែនងើបមកភ្លាមនោះតាចាស់ដែលដេកដួលនៅលើដីក៏បានក្រឡាខ្លួនជាបិសាចចចកឯមីងជាតិនិងធារីឃើញដូចនេះក៏ភ័យណាស់ខ្ញុំនឹងឲ្យអ្នកទាំងពីរទទួលរងនៅផលដែលអ្នកបានសាងអូយកុំអីហើយកុំអីចាំខ្ញុំយកបាយមកឲ្យហូបដោះលែងពួកខ្ញុំទៅហួសពេលហើយអ្នកទាំងពីរជាមនុស្សមានចិត្តបាបសាងតែអំពើអាក្រក់ដូចនេះត្រូវតែទទួលផលអាក្រក់នោះវិញបិសាចចកក៏ទៅខំសម្លាប់មីងជាតិនិងធារីស្លាប់បាត់អស់ហើយក៏ចេញទៅបាត់ទៅ
ពេលបិសាចចចកចេញទៅលោកតាដើមឈើក៏បង្ហាញខ្លួន នេះជាអ្វីដែលអ្នកបានសង់ដូចនេះទទួលយកវាទៅ លោកតាដើមឈើក៏យកកូនឆ្មាគាត់យកមកកាន់ហើយនិយាយ តោះទៅនៅជាមួយតាវិញណាកូនឆ្មាតូចពួកឯងអស់តួនាទីហើយ និយាយហើយលោកតាក៏បាត់ខ្លួនទៅជាមួយនឹងកូនឆ្មាសខ្មៅវិចិត្រមកផ្ទះបុប្ផាម្ដងទៀតដើម្បីសួររឿងស្ដីដណ្ដឹង នាងគិតយ៉ាងណាដែរតើព្រមទេខ្ញុំសន្យាថានឹងមើលថែនាងឲ្យបានល្អ តែខ្ញុំជាអ្នកក្រខ្សត់អញ្ចឹងតើឪពុកលោកព្រមទទួលយកខ្ញុំដែរទេ ពុកខ្ញុំគាត់ជាមនុស្សល្អណាស់គាត់មានចិត្តល្អដូចជានាងអញ្ចឹងចូលចិត្តជួយគេណាស់គាត់មិនបានប្រកាន់អ្វីទេរឿងទ្រព្យសម្បត្តិនោះសំខាន់ឲ្យតែនាងមានសន្តានចិត្តល្អទៅគឺបានហើយ បើពិតដូចជាលោកនិយាយមែនអញ្ចឹងខ្ញុំព្រមហើយ ខ្ញុំមិនធ្វើឲ្យនាងខកចិត្តទេអញ្ចឹងយើងនាំគ្នាទៅផ្ទះខ្ញុំទៅណាទៅជួបមុខឪពុកម្ដាយខ្ញុំហើយយើងនឹងរៀបការជាមួយគ្នា និយាយសម្រាប់សម្រួលគ្នាហើយបុប្ផានិងវិចិត្រក៏នាំគ្នាទៅជួបចាស់ទុំហើយក៏បានរៀបការរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ